សុស័យអ្នកទាំងអស់គ្នាក្នុងវីដេអូនេះនឹងតពីភាគមុនគឺជាងចូលភាគ2ហើយតើតមួយនឹងរបបសង្គមរាស្ត្រនិយម1955ដល់1970អញ្ចឹងមុននឹងខ្ញុំចូលទៅកាន់ចម្លើយនៃសំណួរបន្តទៀតខ្ញុំចង់ណែនាំខ្លួនបន្តិចនេះជាលទ្ធផលបាក់របស់ខ្ញុំហើយខ្ញុំក៏អាចទទួលបាននិទេស A ទៅលើមុខវិជ្ជាប្រវត្តិដូចគ្នាខ្ញុំបាក់ដូច2023តែស្វ័យខ្ញុំចង់ធ្វើវីដេអូអញ្ចឹងឡើងនឹងដើម្បីជាផ្នែកមួយជួយអ្នកទាំងអស់គ្នានៅក្នុងការយាយមុខវិជ្ជាប្រវត្តិនឹងអាចអ្នកគ្នាស្ដាប់ទៅដាក់ការស្ដាប់ឬក៏គ្រាន់តែស្ដាប់ទៅបន្តមកទៀតអាចយើងធ្វើអីផ្សេងទៀតយើងធ្វើលំហាត់ធ្វើអីអញ្ចឹងគ្រាន់ថាយើងស្ដាប់ហើយយើងគិតដែរអញ្ចឹងណាហើយទី12ខ្ញុំធ្វើអញ្ចឹងហើយវាធ្វើឲ្យខ្ញុំអាច like gain knowledge ពីមុខវិជ្ជាក្នុងពេលតែមួយពីព្រោះថាប្រវត្តិវាមានអីត្រូវគិតច្រើនអីញ៉ៃច្រើនវាដូចរឿងភាគអញ្ចឹងហើយយើងគ្រាន់តែស្ដាប់ដើម្បីជាភាពយល់ឬក៏យើងដឹងពីចំណុចសំខាន់មួយចំនួនទៅបានអីអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅកាន់សំណួរបន្ទាប់អញ្ចឹងនៅក្នុងថ្ងៃហ្នឹងយើងចូលទៅកាន់សំណួរទី3អញ្ចឹងខ្ញុំ back ទៅកាន់សំណួររបស់យើងដោយក្នុងសំណួររបស់យើងហ្នឹងគឺមាន5សំណួរទី1និងសំណួរទី2ហ្នឹងគឺយើងហៅអស់ហើយអញ្ចឹងខ្ញុំសូមបន្តទៅកាន់សំណួរទី3ទី4ទី5អញ្ចឹងសំណួរទី3សួរថាចូលពណ៌នាពីនយោបាយប្រជាក្រិតនៅក្នុងរបបសង្គមរាស្ត្រនិយមហើយសំណួរទី4គឺចូលពណ៌នាពីរបបសង្គមរាស្ត្រនិយមនិងទី5អ្វីទៅជាគោលនយោបាយប្រជាក្រិតជួយអ្នកពណ៌នាអញ្ចឹងខ្ញុំចង់បញ្ជាក់អ្នកគ្នាបន្តិចថាសំណួរទី3និងសំណួរទី5គឺដូចតែគ្នាទេព្រោះគេឲ្យយើងចូលនិយាយពីនយោបាយប្រជាក្រិតដល់ពេលនេះគេសួរថាអីទៅជានយោបាយប្រជាក្រិតអញ្ចឹងការបញ្យល់ការឆ្លើយនឹងគឺដូចតែគ្នាទេចឹងយើងបែងចែកវាចេញជាផ្នែកផ្សេងៗដែលយើងនឹងទៅមើលចម្លើយហើយនឹងសំណួរទី4គឺសំណួរនេះវារៀងច្រើនព្រោះថាគេឲ្យយើងចូលពណ៌នាពីសម័យសង្គមរាស្ត្រនិយមហ្មងអញ្ចឹងខ្ញុំចាំថាសំណួរនេះដូចជាឆ្លើយនៅមាននៅក្នុង2023ឆ្នាំខ្ញុំហើយវារៀងច្រើនដែរខ្ញុំទៅសេទៅបានច្រើនដូចគ្នាអញ្ចឹងឥឡូវយើងចូលទៅកាន់សំណួររបស់យើងដូចខ្ញុំបញ្ជាក់ប្រាប់អ្នកគ្នាមុនហ្នឹងអញ្ចឹងថាសំណួរទី3និងសំណួរទី5គឺដូចតែគ្នាអញ្ចឹងខ្ញុំដាក់ចូលគ្នាតែម្ដងអញ្ចឹងតើតន់ជាមួយនឹងនយោបាយប្រជាក្រិតនៅក្នុងសម័យសង្គមរាស្ត្រនិយមហ្នឹងអញ្ចឹងនៅក្នុងនេះយើងបែងចែកវាចេញជាផ្នែកផ្សេងទៅអញ្ចឹងដូចផ្នែកទី1គឺយើងនិយាយអំពីនិយមន័យរបស់នយោបាយប្រជាក្រិតសិនអញ្ចឹងនយោបាយប្រជាក្រិតនយោបាយប្រជាក្រិតគឺជាការរួមរស់ជាមួយគ្នាដោយសុខសន្តិសហវិជ្ជមានឬក៏សន្តិសហវិជ្ជមានហ្មងអញ្ចឹងសន្តិសហវិជ្ជមានហ្នឹងគឺរួមហូរជាមួយគ្នាដោយសុខសន្តិភាពអញ្ចឹងណាហើយខ្ញុំទៅសេខុសឡើងនេះបន្តិចអ្នកគ្នាឆេងផងតើតមួយនឹងបន្តទៀតគឺជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកដោយនៅកណ្ដាលមិនប្រកាន់មនោគមវិជ្ជាសេរីនិងមនោគមវិជ្ជាកុម្មុយនីសអញ្ចឹងកន្លែងនេះយើងស្រួលយល់មែនតើដូចនេះសេរីបន្តមកទៀតនេះកុម្មុយនីសអញ្ចឹងអព្យាក្រឹតគឺនៅកណ្ដាលហ្នឹងហ្មងអញ្ចឹងយើងអត់ទៅសេរីឬក៏ទៅកុម្មុយនីសទេអញ្ចឹងហ្នឹងជាគោលនយោបាយដែលយើងបានអនុវត្តនៅក្នុងសម័យសង្គមរាស្ត្រនិយមហ្នឹងអញ្ចឹងចូលបន្តទៀតមូលហេតុនៃការអនុវត្តនយោបាយអព្យាក្រឹតអញ្ចឹងទី1គឺយើងអនុវត្តទៅតាមសេចក្តីសម្រេចនៃសន្និសីទក្រុងហ្សឺណែវអានេះសេខុសដែរអ្នកគ្នាកែនៅក្រុងហ្សឺណែវហ្នឹងឆ្នាំ1954ដែលស្នើដោយចិននិងសូវៀតអញ្ចឹងចិននិងសូវៀតហ្នឹងប្រងទាញយើងដែរចូលទៅក្នុងកុម្មុយនីសដែរអញ្ចឹងណាប៉ុន្តែពេលហ្នឹងគឺដោយសារតែខ្មែរយើងទៅមកងើបចេញពីរបបអាណានិគមរបស់ប្រាំងផងអញ្ចឹងហើយគឺយើងស្ថិតនៅកណ្ដាលបងព្រោះយើងមូលហេតុផ្សេងដែលសម្ដេចសីហនុគាត់បានមើលឃើញនៅក្នុងសង្គមពេលនោះអញ្ចឹងណាអញ្ចឹង yes បន្តមកទៀតគឺតទៅមួយនឹងកម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសនានានៅលើពិភពលោកជាពិសេសប្រទេសជិតខាងអញ្ចឹងដោយសារតែប្រទេសថៃពេលហ្នឹងដូចជាសេរីហើយវៀតណាមកុម្មុយនីសតែវៀតណាមខាងក្រោមវៀតណាមខាងត្បូងហ្នឹងគឺសេរីឯងគ្រប់គ្រងដោយវៀតណាមគ្រប់គ្រងដោយសហរដ្ឋអាមេរិកហើយដោយសារតែព្រំប្រទល់យើងជាប់មួយនឹងវៀតណាមខាងត្បូងហ្នឹងអញ្ចឹងហើយយើងចង់រស់នៅដោយសន្តិភាពអញ្ចឹងណាចឹងហើយយើងក៏អនុវត្តនយោបាយប្រជាក្រិតហ្នឹងបន្តមកទៀតគឺការពង្រឹងនយោបាយប្រជាក្រិតនៅថ្ងៃទី18មីនាឆ្នាំ1955ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយលោកនេរុលើសេចក្តីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសន្តិភាព
នៅថ្ងៃទី18ដល់24ខែមេសាឆ្នាំ1955ហ្នឹងក្នុងសន្និសីទកំពូលនៃទ្វីបអាស៊ីអាហ្វ្រិកនៅក្រុងបានដុងហ្នឹងដូចជាឥណ្ឌូនេស៊ីសម្ដេចនរោត្តមសីហនុហ្នឹងបានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយប្រជាក្រិតនៅកម្ពុជានិងការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពនៅថ្ងៃទី14ធ្នូ1955ក្នុងពេលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិតំណាងរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមាគ៌ាអព្យាក្រឹតនៃកម្ពុជាអញ្ចឹងយើងបានប្រកាសនៅក្នុងអង្គការសហប្រជាជាតិដូចគ្នាហើយនៅថ្ងៃទី1ដល់6ខែកញ្ញាឆ្នាំ1961សម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញនៃចលនាបញ្ចុះបកសម្ព័ន្ធនៅក្នុងប្រទេសយូហ្គោស្លាវីអញ្ចឹងយ៉ាងកន្លែងហ្នឹងយើងគួរតែចាំពីគ្នាដែរគាត់ថាវារៀងស៊ីជម្រៅបន្តិចអញ្ចឹងណាបន្តមកទៀតអីដែលយើងត្រូវនិយាយអានេះជាដើមហេតុដែលយើងបញ្យល់ថាអីទៅជានយោបាយប្រជាក្រិតបន្តទៀតមូលហេតុនៃការអនុវត្តនយោបាយប្រជាក្រិតហ្នឹងហើយដំណើរនៃការអនុវត្តនយោបាយប្រជាក្រិតហ្នឹងវាមានអីគេខ្លះឬក៏ការពង្រឹងហ្នឹងហើយចុងក្រោយគឺយើងត្រូវនិយាយអំពីលទ្ធផលអីក៏ដោយថាមានហេតុមានផលអញ្ចឹងណាអញ្ចឹងដើម្បីឲ្យគ្រប់ជ្រុងជ្រោយគឺយើងត្រូវនិយាយអំពីលទ្ធផលដូចគ្នាជានៅក្នុងលទ្ធផលនៃការប្រកាន់នយោបាយប្រជាក្រិតហ្នឹងគឺយើងបែងចែកវាចេញជាពីរដំណាក់ទៀតទី1ដំណាក់ដំបូងឬជំហានដំបូងនិងទី2គឺដំណាក់នៃសង្គ្រាមត្រជាក់អញ្ចឹងជំហានដំបូងជាមានការអភិវឌ្ឍលើគ្រប់វិស័យយើងឃើញមានការរីកចម្រើនគ្រប់វិស័យតែម្ដងល្អមែនតើសម័យរបស់យើងពេលនោះហើយប្រទេសកម្ពុជាមានសុខសន្តិភាពអស់រយៈពេល15ឆ្នាំហើយកម្ពុជាមានឈ្មោះល្បីសុះសាយក្នុងតំបន់កន្លែងសុះសាយហ្នឹងគឺខ្លាំងមែនតើវិស័យអប់រំនៅក្នុងកម្ពុជារបស់យើងអានេះខ្ញុំលើកវិស័យមួយណាវិស័យអប់រំគឺខ្លាំងមែនតើរហូតដល់សិស្សនៅសិង្ហបុរីនៅសិង្ហបុរីក៏បានមករៀនមកបានយកចំណេះដឹងផ្សេងពីខ្មែររបស់យើងទៅវិញដែរអញ្ចឹងកន្លែងហ្នឹងគឺជាអីមួយដែលយើងមានមោទនភាពខ្លាំងមែនទែននៅក្នុងសម័យនោះតែក្រោយមកទៀតក៏មានបញ្ហាផ្សេងៗធ្វើឲ្យយើងធ្លាក់ដណ្ដាប់ដល់ចំណុច0ក្រោម0ទៀតហើយបន្តមកទៀតគឺក្រុមអ្នកប្រឆាំងពុំហ៊ានប៉ះពាល់នឹងទទួលស្គាល់នូវគុណសម្បត្តិនៃនយោបាយប្រជាក្រិតអញ្ចឹងពេលហ្នឹងនៅតែមានក្រុមប្រឆាំងអញ្ចឹងប៉ុន្តែដោយសារតែខ្មែរយើងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចសីហនុគាត់បានដឹកនាំប្រទេសរីកចម្រើនគ្រប់វិស័យតែម្ដងដូចយើងនិយាយពីផ្នែកលើហ្នឹងអញ្ចឹងគឺក្រុមអ្នកប្រឆាំងហ៊ានទេព្រោះត្រូវមានមូលហេតុអីត្រូវមកប្រឆាំងឬក៏ត្រូវមានកម្លាំងណាគ្រប់គ្រាន់មកប្រឆាំងមួយនឹងភាពខ្លាំងក្លារបស់ក្រោមការដឹកនាំរបស់សម្ដេចសីហនុអញ្ចឹងនឹងឲ្យមានតែការទទួលស្គាល់នៃគុណសម្បត្តិនៃនយោបាយប្រជាក្រិតហ្នឹងទេបន្តមកទៀតដំណាក់បន្ទាប់អញ្ចឹងគឺដំណាក់កាលសង្គ្រាមត្រជាក់ខ្ញុំនឹងនិយាយឲ្យ detail តាក់ទងមួយនឹងសង្គ្រាមត្រជាក់ហ្នឹងអូទៅសេខ្វះជាងកោចឹងអ្នកគ្នាដងឲ្យថាសង្គ្រាមត្រជាក់ជាអីអញ្ចឹងសង្គ្រាមត្រជាក់ហ្នឹងយើងនិយាយឲ្យងាយហ្មងណាសង្គ្រាមត្រជាក់គឺជាសង្គ្រាមរវាងមនោគមវិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីសដែលមានការប្រកួតប្រជែងគ្នាឬប្រឡងប្រណាំងទៅលើផ្នែកសភាវុធសេដ្ឋកិច្ចការទូតទំនាក់ទំនងផ្សេងពាណិជ្ជកម្មផ្សេងទាំងអស់ហ្នឹងឯងគឺជាការដែលយើងកំណត់បានថាវាជាប្រភេទសង្គ្រាមត្រជាក់អញ្ចឹងចូលមកដល់អធិបុលនៃសង្គ្រាមត្រជាក់មហាអំណាចមនោគមវិជ្ជាទាំងពីរដូចខ្ញុំនិយាយមកអញ្ចឹងវាមានសេរីផងវាមានកុម្មុយនីសផងវាប្រឆាំងគ្នាពីរហ្នឹងអញ្ចឹងពំទុកកម្ពុជាក្នុងមាគ៌ាសន្តិភាពឡើយឬក៏យើងនិយាយមាគ៌ាឲ្យច្បាស់ហ្មងគឺមាគ៌ាអព្យាក្រឹតហើយនៅក្នុងនោះគឺសហរដ្ឋអាមេរិកថៃវៀតណាមខាងត្បូងវៀតណាមខាងជើងធ្វើសកម្មភាពប្រឆាំងនឹងនយោបាយប្រជាក្រិតដែលធ្វើឲ្យកម្ពុជារបស់យើងអនុវត្តនយោបាយប្រជាក្រិតមិនចំទិសដៅនិងនាំកម្ពុជាធ្លាក់ទៅក្នុងភ្លុកភ្លើងនៃសង្គ្រាមអញ្ចឹងនៅក្នុងហ្នឹងគឺយើងនិយាយខ្ញុំលើកតាក់ទងមួយនឹងសហរដ្ឋអាមេរិកជើងពេលហ្នឹងចាប់ដើមមានការទម្លាក់គ្រាប់បែកនៅតាមព្រំដែនកម្ពុជាវៀតណាមហើយពេលហ្នឹងក៏មានភាពអញ្ញាញ៉ៃច្រើនមែនតើខ្ញុំនិយាយធួបន្តិចទៅដូចពេលហ្នឹងវៀតណាមខាងត្បូងនៅវៀតណាមខាងជើងនោះគឺមានសង្គ្រាមជាមួយគ្នាដោយវៀតណាមខាងជើងនោះបានវាយចូលវៀតណាមខាងត្បូងដើម្បីគ្រប់គ្រងវៀតណាមខាងត្បូងអញ្ចឹងណាតែដោយសារតែវៀតណាមខាងជើងកុម្មុយនីសវៀតណាមខាងត្បូងសេរីដោយសារតែវៀតណាមខាងត្បូងហ្នឹងទទួលបានការគ្រប់គ្រងពីអាមេរិកហើយខាងជើងហ្នឹងពីចិនផងដូចជាពីសូវៀតហ្នឹងហើយអញ្ចឹងវៀតណាមខាងត្បូងហ្នឹងបានធ្វើផ្លូវលំកន្លែងនេះខ្ញុំសូមអត់ detail ខ្លាំងទេដឹងតាមថាវៀតណាមខាងជើងហ្នឹងវាចូលវៀតណាមខាងត្បូងហ្នឹងក៏បានចូលតាមទឹកដីខ្មែរដើម្បីវាឆ្មាក់ខាងក្រោយតាមព្រំដែនហ្នឹងទៅកាន់វៀតណាមខាងត្បូងដែរអញ្ចឹងកន្លែងហ្នឹងឲ្យវាជាផ្នែកមួយដែរអញ្ចឹងកុំឲ្យញញ៉ៃច្រើនគឺអ្នកនរគ្នាសរសេរប៉ុណ្ណឹងក៏បានដែរថា
សហរដ្ឋអាមេរិកថៃវៀតណាមទាំងពីរហ្នឹងបានធ្វើសកម្មភាពប្រឆាំងនឹងនយោបាយប្រជាក្រិតហើយអត់ឲ្យកម្ពុជារបស់យើងអនុវត្តនយោបាយប្រជាក្រិតហ្នឹងបានគង់វង្សឬក៏ចំទិសដៅឲ្យច្បាស់ថាយើងអត់ចូលបកសម្ព័ន្ធណាមួយទេអញ្ចឹងក៏ធ្វើឲ្យខ្មែររបស់យើងធ្លាក់ចូលទៅក្នុងភ្លុកភ្លើងនៃសង្គ្រាមអញ្ចឹងយើងមានចម្លើយផ្សេងទៀតអ្នកនរអាចឆ្លើយលើសនឹងក៏បានថែមពីនឹងទៀតក៏បានដែរអញ្ចឹងសំណួររបស់យើងគឺចម្លើយមានប៉ុណ្ណឹងរៀងវែងដែរហើយចូលដល់សំណួរចុងក្រោយចម្លើយនៃសំណួរចុងក្រោយហ្នឹងគឺតកតងជាមួយនឹងពណ៌នៃពីសម័យសង្គមរាស្ត្រនិយមចឹងនៅក្នុងហ្នឹងគឺចម្លើយរបស់យើងច្រើននឹងថាវាច្រើនមែនតើអញ្ចឹងនៅក្នុងហ្នឹងរៀងគួរសមដែរអ្នកគ្នាឃើញអូខេអញ្ចឹងដើម្បីភាពងាយស្រួលអ្នកនរគ្នាត្រូវបែងចែកវាចេញជាផ្នែកផ្សេងដែលផ្នែកសំខាន់ពេញពីដំបូងរហូតដល់ចុងក្រោយបងអស់តែម្ដងអញ្ចឹងតកតងជាមួយនឹងទី1គឺការបង្កើតរបបសង្គមរាស្ត្រនិយមអញ្ចឹងក្នុងការបង្កើតហ្នឹងខ្ញុំនិយាយធួពីលើមកខ្លះដែរអញ្ចឹងតកតងមួយនឹងរដ្ឋធម្មនុញ្ញឆ្នាំ1947បានបញ្ញត្តិពីអំណាចមហាក្សត្រដោយរាល់ទស្សនៈនយោបាយរបស់ព្រះមហាក្សត្រត្រូវដាក់ឲ្យអនុម័តទើបយកទៅអនុវត្តហើយសភាតែងតែជំទាស់រាល់គំនិតទស្សនៈនយោបាយរបស់ព្រះមហាក្សត្រហើយព្រះរាជាពុំចង់ឃើញការខ្វែងគំនិតគ្នានិងការបែកបាក់គ្នាក្នុងរង្វង់អ្នកដឹកនាំឡើយហើយព្រះរាជានឹងចង់ឲ្យប្រជាជនអ្នកនយោបាយគ្រប់និន្នាការរួបរวมក្រោមម្លប់រាជបល្ល័ង្កតែមួយអញ្ចឹងកន្លែងនេះធំត្រេនេះទៅលើវិញណាអញ្ចឹងកន្លែងហ្នឹងគឺដំបូងឡើយអាចថានៅក្នុងឆ្នាំ1953ដែលយើងបានឯករាជ្យពីបារាំងមកវិញអញ្ចឹង1953អញ្ចឹងក្នុងប្រមាណត្រេនហ្នឹងគឺរហូតដល់ឆ្នាំ1955ដែលមានភាពមួយដែលអត់ទាន់ច្បាស់ការអញ្ចឹងណាព្រោះពេលហ្នឹងគឺពងវឹកវរដែរហើយបន្តមកទៀតបានចូលដល់ព្រះរាជាបានដាក់រាជអញ្ចឹងបានដាក់រាជនៅថ្ងៃទី3មិនិនាឆ្នាំ1955អញ្ចឹងចាប់ដើមមកហើយគឺ1955ហើយបានបង្កើតអង្គការសង្គមរាស្ត្រនិយមនៅថ្ងៃទី23មិនិនាឆ្នាំ1955ហើយចូលរួមបោះឆ្នោតនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1955ហើយទទួលបានជោគជ័យគឺរហូតទៅដល់83.87% ហើយសង្គមរាស្ត្រនិយមក៏បានកើតឡើងអញ្ចឹងសង្គមរាស្ត្រនិយមគឺរាប់ចាប់ពីឆ្នាំ1955ហ្នឹងមកព្រោះឆ្នាំ1953ដល់1955ហ្នឹងគឺអត់ទាន់មានភាពច្បាស់លាស់ទេព្រោះនៅញ៉ៃនៅឡើយអញ្ចឹងបានយើងចាប់ដើមបង្កើតហើយជោគជ័យមកចាប់ពីឆ្នាំ1955ហ្នឹងហើយទទួលបានការគាំទ្រច្រើនមែនតើចូលមកដល់បន្តទៀតគឺសមាជជាតិដូចខ្ញុំធ្លាប់និយាយពីក្នុងវីដេអូភាគ1អញ្ចឹងគឺសមាជជាតិហ្នឹងគឺជាវេទិកាលទ្ធិប្រជាធិបតេយ្យដែលតម្រូវឲ្យប្រជាជនគ្រប់ស្ថាប័នគ្រប់និន្នាការនយោបាយចូលរួមចេញមតិជាមួយថ្នាក់ដឹកនាំដើម្បីជាប្រយោជន៍ជាតិបានន័យថាយើងទៅរកបញ្ហាយើងបង្ហាញពីបញ្ហាយើងនិយាយពីបញ្ហាហើយយើងដោះស្រាយដើម្បីជាប្រយោជន៍របស់ជាតិហ្មងហើយសមាជជាតិត្រូវប្រពៃឡើង1ឆ្នាំ2ដងដោយទទួលបានផ្លែផ្កាជាវិជ្ជមានច្រើនមែនតើអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាតែយើងត្រូវរកពីដំណោះយើងរកពីបញ្ហាយើងបង្ហាញពីបញ្ហាហើយយើងរកដំណោះស្រាយអញ្ចឹងប្រយោជន៍គឺប្រយោជន៍ច្រើនមែនតើហើយប្រយោជន៍នោះគឺមិនតែប្រជាជនមិនតែថ្នាក់ដឹកនាំទេគឺទាំងអស់គ្នាតែម្ដងប្រទេសជាតិទាំងមូលបន្តមកទៀតចូលដល់តកតមួយនឹងនយោបាយប្រជាក្រិតនៅកម្ពុជាអញ្ចឹងយើងបាននិយាយច្រើនតកតមួយនយោបាយប្រជាក្រិតពីលើមកហើយអញ្ចឹងនៅក្នុងនោះគឺគោរពតាមស្មារតីសន្និសីទក្រុងសឺណែវឆ្នាំ1954ដើម្បីរក្សាសន្តិភាពនៅកម្ពុជាដើម្បីរួមរស់ជាមួយនឹងភាពសន្តិសហវិជ្ជមានហើយមានសន្តិភាពរយៈពេល15ឆ្នាំទប់ទល់នឹងសង្គ្រាមត្រជាក់ហើយឥទ្ធិពលនៃសង្គ្រាមត្រជាក់បានធ្វើឲ្យនយោបាយប្រជាក្រិតដួលរំអញ្ចឹងដោយសំណួរពីលើមកអញ្ចឹងដួលរំដោយសារតែសង្គ្រាមត្រជាក់ហ្នឹងហើយអញ្ចឹងសង្គ្រាមត្រជាក់ហ្នឹងគឺជាឥទ្ធិពលខ្លាំងមែនតើចូលដល់បន្តទៀតគឺសមិទ្ធផលមានការរីកចម្រើនលើគ្រប់វិស័យដូចជាវិស័យនយោបាយអញ្ចឹងតាក់ទងមួយនឹងការបែងចែកទៅលើវិស័យទៀតហើយអញ្ចឹងវិស័យនយោបាយហ្នឹងគឺប្រពៃសមាជជាតិធ្វើឲ្យមានការអភិវឌ្ឍជាតិលើគ្រប់វិស័យស្របតាមឆន្ទៈប្រជាជនអញ្ចឹងសមាជជាតិហ្នឹងមានប្រយោជន៍ច្រើនមែនតើដែលធ្វើឲ្យយើងទទួលបានផ្លែផ្កាក្រាស់ក្រែលហើយមានការអភិវឌ្ឍជាតិខ្លាំងអនុវត្តនយោបាយប្រជាក្រិតធ្វើឲ្យប្រទេសជាតិបានសុខសន្តិភាពរយៈពេល15ឆ្នាំពីឆ្នាំ1955ដល់1970កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ធ្នូ1955អានេះយើងត្រូវចាំដូចគ្នាប្រហែលគេស៊ូយើងអត់ដឹងហើយ
កម្ពុជាឈ្នះក្តីក្នុងរឿងក្តីក្តាមប្រាសាទព្រះវិហារពីឆ្នាំនៅថ្ងៃទី15មិថុនា1962ហើយនៅក្នុងវិស័យសេដ្ឋកិច្ចនោះមានការរីកចម្រើនលើផ្នែកកសិកម្មពាណិជ្ជកម្មឧស្សាហកម្មមានភាពរីកចម្រើនលើផ្នែកអាហារ៉ាន់នេះហារ៉ាន់ជាតិអញ្ចឹងកន្លែងហ្នឹងចំបញ្ជាក់អ្នកគ្នាបន្តិចគេលើថាពាក្យនេះស្អីគេអានេះស្អីគេអញ្ចឹងណាអញ្ចឹងតាមការស្រាវជ្រាវនឹងការចាំរបស់ខ្ញុំពីគ្រូដែរអញ្ចឹងផ្នែកអាហារ៉ាន់ហ្នឹងគឺនាំចូលផ្នែកនេះហារ៉ាន់ហ្នឹងនាំចេញអញ្ចឹងពីហ្នឹងយើងផ្នែកនាំចេញនាំចូលតែភាគច្រើនពាក្យទាំងអស់ហ្នឹងគឺប្រើនៅក្នុងពាក្យផ្លូវការរបស់យើងធ្វើការមួយនឹងនៅក្នុងក្រសួងពាណិជ្ជកម្មឬក៏អីអញ្ចឹងណាតែបើយើងនិយាយឲ្យងាយយល់ហ្មងនាំចេញនាំចូលនឹងហើយបន្តមកទៀតគឺគមនាគមន៍អញ្ចឹងមានផ្លូវទឹកផ្លូវគោកផ្លូវអាកាសអញ្ចឹងផ្លូវទឹកមានកំពង់ផែមានអីអញ្ចឹងទៅផ្លូវគោកមានផ្លូវជាតិអីជាដើមហើយទៅមួយនឹងផ្លូវអាកាសមានអាកាសយានដ្ឋានអន្តរជាតិឬក៏អាកាសយានដ្ឋានជាតិដែលយើងមានច្រើនមែនតើពេលហ្នឹងដូចជាមាន 4-5 ដែរហើយនៅតាមខេត្តទៀតមាននៅបាត់ដំបងមាននៅសៀមរាបដូចជានៅណានេះដូចជាកំពង់សោមក៏មានដែរតែខ្ញុំអត់ច្បាស់កន្លែងនេះខ្ញុំអត់សុំ detail តែយើងអាចនិយាយប៉ុណ្ណឹងបានហើយនៅក្នុងវិស័យធនាគារវិញមានប្រាក់រៀលត្រូវបានចរាចរនៅទូទាំងប្រទេសហើយតកតងមួយនឹងវិស័យវប្បធម៌រីកចម្រើនផ្នែកសិក្សាធិការកលាសិល្បៈហើយតកតងមួយនឹងសង្គមកិច្ចវិញគឺផ្ដោតទៅលើបញ្ហាសុខភាពបញ្ហាពីរគឺបញ្ហាសុខភាពនិងការអនុវត្តច្បាប់អញ្ចឹងចម្លើយរបស់យើងនៅសំណួរហ្នឹងគឺមានប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាច note អាចស្ដាប់ឲ្យយល់ហើយយើងអាចព្យាយាមចាំទៅលើផ្នែកសំខាន់ដូចជាឆ្នាំដូចជាការតាក់ទងជាមួយនឹងការចូលជាសមាជិកអង្គការសហប្រជាជាតិអីហ្នឹងយើងត្រូវចាំហើយតាក់ទងជាមួយនឹងការដាក់រាជហើយតាក់ទងជាមួយនឹងការបង្កើតអង្គការសង្គមរាស្ត្រនិយមហើយនឹងការបោះឆ្នោតហ្នឹងគឺយើងគួរតែចាំដូចគ្នាដើម្បីជាផ្នែកមួយយើងការពារគ្រប់ជ្រុងជ្រោយអញ្ចឹងណាចេញប្រឡោះណាក៏នៅតែរបស់យើងដែរអញ្ចឹងវីដេអូរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកនរគ្នាអាចយល់បានច្រើនហើយ note កត់ត្រាហើយរំលឹកទៅវិញទៅមកស្ដាប់ជាផ្នែកមួយជួយយើងនៅក្នុងការឲ្យកាន់តែយល់អំពីមេរៀនមួយហ្នឹងទៀតអញ្ចឹងអរគុណអ្នកទាំងអស់គ្នាហើយសង្ឃឹមអ្នកទាំងអស់គ្នាអាចធៀមខ្លួនដូចជាសាច់សម្រាប់ការប្រឡំអត់រូបហើយអាចទទួលបាននិទេសល្អតាមអ្នកទាំងអស់គ្នាចង់បានជាពិសេសគឺនិទេស A អរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ